តោះបងប្អូនអរគ្នាថ្ងៃនេះចូលមករកទំពាំងព្រិចនៅក្នុងព្រៃម្ដងបងប្អូនចាំមើលថាវាមានទំពាំងដុះអត់បងប្អូននេះចាំតាមមើលតអរគ្នាបងប្អូនមានស្នាមដុះដែរបងប្អូនតែមានអ្នកមកកាច់មុនមកនេះស្នាមនេះមកកាច់មុនបងប្អូនភាសាគេកាច់អស់ខ្លះបងប្អូនចាំមើលទៅមុខទៀតបងប្អូននេះជាដើមព្រិចបងប្អូនជាទំពាំងព្រិចយើងដើររកទំពាំងព្រិចបងប្អូននៅក្នុងព្រៃបងប្អូនឃើញប្រហែលជា4-10គុំដែរបងប្អូនជាទំពាំងព្រិចដោយសារវាខែហ្នឹងវាដុះហើយបងប្អូនខែធ្លាក់ភ្លៀងបងប្អូនដោយសារទំពាំងព្រិចវាមានច្រើន4-10គុំដែរបងប្អូនចាំតាមមើលតោះនេះបងប្អូនទំពាំងហ្នឹងវាដុះដោយខែភាសាធ្លាក់ភ្លៀងអញ្ចឹងវាដុះហើយបងប្អូនទំពាំងព្រិចហ្នឹងបងប្អូនទំពាំងព្រិចមិនសូវធំទេបងប្អូនតូចទេប៉ុន្មានជើងអីហ្នឹងអស់ធំវាយើងខំប្រឹងរុករកនៅក្នុងព្រៃបងប្អូនរុករកគីឡូប៉ះកន្លែងណាមកគុំ2គុំអីរុកទឹកបងប្អូនដោយសារតែកន្លែងហ្នឹងបងប្អូនយើងបានចូលមកកាច់ហើយបងប្អូនចូលមកកាច់មុនយើងប្រហែលជា2-3ថ្ងៃមុនបងប្អូនយើងដើររកវាមិនសូវបានច្រើនបងប្អូនបានមកល្មមនេះបងប្អូនសិតតែដើមព្រិចបងប្អូនលទ្ធផលបងប្អូនដើរកាច់បានតែប៉ុណ្្នឹងបងប្អូនដោយសារមកក្រោយគេទៅគេកាច់អស់ខ្លះនេះបានតែប៉ុណ្្នឹងបងប្អូន